ចាជំរាបសួរពុកម៉ែបងប្អូនអាដាមលោកជំទាវទាំងអស់ចាខ្ញុំសូមនិយាយបន្តិចនិយាយរឿងមួយរយៈនឹងសង្គម Facebook យើងកំពុងតែល្បីរឿងការជេរស្ដីគ្នានឹងឯងចាដោយរឿងអូនមួយជេរប្រមាថបងប្អូនស្រីយើងទៅស្រុកគេសិតសំផឹងសិតអីនឹងឯងចាហើយខ្ញុំចង់សួរថាចេះនេះបើខ្ញុំនិយាយទៅខុសបងប្អូនពុកម៉ែបងប្អូនឬក៏អាដាមលោកជំទាវណែនាំឬថាមានតែអធិស្ឋានចា comment មកព្រោះអីខ្ញុំនិយាយចេញពីចិត្តខ្ញុំហើយក៏ខ្ញុំចង់បានបែបហ្នឹងដែរបងប្អូននៅស្រុកនៅភូមិ2នាក់ណាបើសិនជាឆ្លោះគ្នាមានបុគ្គលម្នាក់ជេរសំផឹងអីហិតអីចឹងទៅហាយគេហាយខ្មាស់អីចឹងណាបុគ្គលដែលគាត់អត់បានសំផឹងឬក៏គាត់អត់បានអីអ្នកនេះថាជនរងគ្រោះគេមានសិទ្ធិប្តឹងនេះអានេះខ្ញុំនិយាយតាមស្រុកតាមភូមិណាគេប្តឹងគេឲ្យបង់ជំងឺចិត្តគេចាគេឲ្យបង់ជំងឺចិត្តរបស់គេព្រោះគេបានធ្វើអញ្ចឹងផងយើងចេះតែជេរគេហើយខ្ញុំនិយាយជាក់ស្ដែងទៅអូនថ្ងៃមុនអញ្ចឹងអូនថ្ងៃមុនណាមិនមែនមនុស្សនេះទេចរិតហ្នឹងចរិតចង់ជេរគេត្មងណាចាក៏និយាយថាចេះតែដេញអីគេចេះតែខុសមកពេលផ្្លាត់មាត់ផ្្លាត់អីមនុស្សចរិតពិបាកចាខ្ញុំនិយាយចឹងអញ្ចឹងខ្ញុំចង់ថាអញ្ចេះនៅតាមស្រុកតាមភូមិគេប្តឹងយកលុយហ្នឹងតាមខ្ញុំដឹងហើយណាចាហើយខ្ញុំចង់ឲ្យខាងក្រសួងណានេះចិត្តនិយាយខ្ញុំចេញពីចិត្តខ្ញុំគាត់អត់មានវិធានការអីដើម្បីចង់និយាយថាហៅតណែនាំហើយខ្ញុំដឹងថាហៅណែនាំហើយប៉ុន្តែឲ្យបងផាកជាពិន័យអីចឹងទៅកុំឲ្យលើកក្រោយចេះតែប្រផ្ដាស់ដើរជេរដើរស្ដីគេអញ្ចឹងទៀតព្រោះអីមនុស្សចង់និយាយថាចរិតមុននឹងជេរតាមើលថាពេលហៅតណែនាំខាងក្រសួងគាត់ដឹងហើយនិស័យចរិតមនុស្សរបៀបម៉េចមនុស្សខ្លះមានបំណងជេរគេត្មងណាចាមិនមែនចេះតែថានិយាយមកថានិយាយអត់បានគិតទេមនុស្សខ្លះគិតថាជេរហើយបានជេរហ្នឹងខ្ញុំនិយាយចឹងចាខ្ញុំបើសិនជាខ្ញុំមើលតាមនិស័យរបស់មនុស្សចរិតរបស់មនុស្សចាមនុស្សខ្លះពិតមនុស្សខ្លះគាត់ដូចថាគាត់គ្រាន់តែថាគាត់អត់បានព្រៀងទុកចឹងណាខ្ញុំចង់និយាយចឹងហើយខ្ញុំចង់ឲ្យខាងក្រសួងហ្នឹងគាត់ពិន័យខ្លះទៅចាកុំឲ្យចេះតែប្រដាស់ពេកហើយដូចមានអ្នកផ្សេងទៀតក៏ដោយកុំឲ្យអ្នកលើកក្រោយមានអ្នកផ្សេងទៀតគាត់ចេះតែបំពល់សង្គមធ្វើឲ្យសង្គមអញញ៉ៃមិនដឹងមុខមិនដឹងមាត់អីទេចាជេរស្ដីប្រមាថខាតជានឹងទៅឆ្លោះតែខ្លួនឯងចឹងទៅជេរស្ដីដល់ឯងចឹងទៅចាដល់គេបំពេញគេទៅសឹងតែទូទាំងប្រទេសចឹងទៅហើយបើនៅតែដេញគ្រាន់តែហៅតណែនាំអញ្ចឹងមិនរៀងទេចានឹងមានបុគ្គលផ្សេងទៀតធ្វើចឹងឯងព្រោះឲ្យប្រព័ន្ធ Facebook យើងរាល់ថ្ងៃអ្នកសំដែងច្រើនណាចានេះខ្ញុំនិយាយចេញពីចិត្តខ្ញុំទេណាបើបងប្អូនគិតថាមិនក៏ខមមិនមកចាខ្ញុំនិយាយចេញពីចិត្តខ្ញុំទេព្រោះអីបើតាមខ្ញុំមើលគឺចរិតមនុស្សចរិតចឹងឯណាកុំឲ្យចេះតែហ៊ានពេកកុំឲ្យលើកក្រោយបានចិត្តពេកពីន័យជាប្រាក់ជាអីជាខ្លះទៅឲ្យធ្ងន់តិចទៅព្រោះនៅតាមស្រុកតាមភូមិជេរគេក៏ជេរមិនបានដែរមិនចេះតែដើរជេរគេទេចានេះជេរទូទាំងប្រទេសណាចាខ្ញុំគ្រាន់តែនិយាយចេញពីអារម្មណ៍ខ្ញុំទេបើបងប្អូនគិតមិនក៏ខ្ញុំអត់ដឹងទេតែបើខ្ញុំនិយាយខុសអីសូមមេត្តាអធិស្ឋានផងបងប្អូនទាំងអស់គ្នាអរគុណ